បងធ្លាប់តែឃើញខ្ញុំថតតែឯងមែនអត់ឥឡូវថ្ងៃនេះខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនថ្មីមែនតើគឺខ្ញុំមកថតជាមួយនឹងបងជាងហ្មងឥឡូវមកខ្ញុំមានសួរបងជាងបាទបងហ្នឹងហើយបងគិតថាពេលបងរៀបអក្សរហើយបងគិតថាស្អាតហ៎បងស្អាតហើយងាយស្រួលរៀបអត់បងស្រួលរៀបហើយបងរៀបបងមានបច្ចេកទេសអីខ្លះបងអាចជួយប្រាប់ខ្ញុំបានអត់ថាពេលដែលរៀបគឺយើងប្រើដែកអីខ្លះក្រាដែកដាក់មិនដែរបងគ្រប់ជ្រុងចញ្ញាបុកគ្រប់ជ្រុងដែកហ្នឹងយើងផ្សារណាបងផ្សារអូខេយើងផ្សារហើយយើងប្រើដែកប៉ុន្មានលីទេបងប្រើ6លីដែក6លីហើយយើងប្រើដែក6លីផ្សារហើយយើងប្រើកតុយត្រីអត់បងប្រើកតុយត្រីជាប់ជាងកតុយត្រីយើងប្រើប៉ុន្មានដុំយើងដាក់មួយដែរបងដាក់គ្រប់និយាយគ្រប់ដុំមួយដុំដាក់មួយហ្មងអូអញ្ចឹងបានមុំហ្មងអត់មានកើអីសោះបាទហើយបងប្រើបងរៀបបងប្រើស៊ីម៉ងសុតណាបងស៊ីម៉ងសុតមានលេនខ្សាច់ណាអត់លាយដាក់ស៊ីម៉ងសសុតអូខេហើយពេលបងរៀបហ្នឹងបងត្រាំទឹកអត់បងត្រាំទឹកផាយខ្ទង់ប៉ុន្មាននាទីដែរហើយ3នាទី2នាទី3 2នាទីឲ្យវាសើមអត់ទៅណាបងលើកពីទឹកមកហើយមកសបកអត់បងរៀបបាទហើយបងគិតថាពេលដែលរៀបហើយមានអារម្មណ៍ថាស្អាតហើយស្រស់ស្អាតហើយម្ចាស់ផ្ទះគាត់រើយកពីម៉ូតហ្នឹងមកហ្មងបងបាទនេះមិនបងណែនាំណាគាត់អត់ទេគាត់ចង់បានហ្មងគាត់ចង់បានហ្មងបងបាទហើយបងគិតថាគុណភាពអីមិនដែរមុំអត់មុំហ្មងបាទអូខេបងរៀបហើយបងត្រូវបៀករងទៀតមែនអត់បងបៀករងសម្អាតបាញ់ថ្នាំទៀតនៅបៀករងមកតង់ហើយសម្អាតហើយនៅបាញ់ថ្នាំបសមកតង់ទៀតកូលាវាឲ្យស្អាតហើយបាញ់ថ្នាំមកតង់ទៀតអូខេបងបាញ់ថ្នាំមកតង់ទៀតហើយយើងបាញ់ថ្នាំសមែនបងគាត់ឆ្លាញ់ពណ៌សអូឲ្យសដូចនឹងជាងរបស់គាត់នេះបាទអូខេបងអរគុណច្រើនបាទអរគុណច្រើនបង